ក្រសួងការពារជាតិសូមសង្ខេបស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5 1. ស្ថានភាពជួរមុខនៅសមរភូមិទិសយុទ្ធភូមិភាគទី4ក្នុងភូមិសាស្ត្រខេត្តព្រះវិហារខេត្តឧត្តរមានជ័យខេត្តសៀមរាបភាគីថៃនៅតែបន្តបាញ់ប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់ពីម៉ោង 17 ល្ងាចថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2025 រហូតដល់ម៉ោង 17 ល្ងាចថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2025 ថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2025 ចាប់ពីម៉ោង 22 ដល់ម៉ោង 23 យោធាថៃបានធ្វើសកម្មភាពចល័តកម្លាំងបន្ថែមនិងរថក្រោះចូលមកគៀកនឹងភូមិសាស្ត្រប្រាសាទតាមាន់ថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2025 ម៉ោង 5:40 នាទីទៀបភ្លឺយោធាថៃបានចាប់ផ្ដើមធ្វើសកម្មភាពបាញ់ផ្លោងពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របីទៅតាមផែនការនៃការឈ្លានពានមកលើបូរណភាពទឹកដីរបស់កម្ពុជាម៉ោង 6:05 នាទីយោធាថៃបានបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់ចាប់ពីម៉ោង 6:49 នាទីដល់ម៉ោង 7 យោធាថៃបានចាប់ផ្ដើមបាញ់កាំភ្លើងធំនិងរថក្រោះបាញ់បុកចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារនិងបន្តបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់និងប្រាសាទតាក្របីម៉ោង 9 យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំនិងកាំភ្លើងលើរថយន្តបាញ់ចល័តចូលភូមិសាស្ត្រប្រាសាទព្រះវិហារភ្នំខ្មោចជាំតែនិងបន្តបាញ់ផ្សែងពុលចូលភូមិសាស្ត្រប្រាសាទតាមាន់ម៉ោង 10 យោធាថៃនៅតែបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទព្រះវិហារចាប់ពីម៉ោង 11 រហូតដល់ម៉ោង 12 យោធាថៃនៅតែបន្តបាញ់ផ្លោងពីចម្ងាយដោយបានប្រើប្រាស់កាំភ្លើងប្រភេទ 155 មីលីម៉ែត្រនិងកាំជ្រួចវង DTI-2 ចូលភូមិសាស្ត្រប្រាសាទព្រះវិហារភ្នំខ្មោចនិងបានបន្តបាញ់កាំភ្លើងធំរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់ម៉ោង 13 យោធាថៃនៅតែបន្តបាញ់ពីចម្ងាយដោយប្រើប្រាស់កាំភ្លើងធំប្រភេទ 155 មីលីម៉ែត្រ drone និងកាំជ្រួចវងចូលភូមិសាស្ត្រប្រាសាទព្រះវិហារភ្នំខ្មោចនិងប្រាសាទតាមាន់ម៉ោង 13:40 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់នៅភូមិសាស្ត្រស្រុកស្រីស្នំខេត្តសៀមរាបម៉ោង 14 យោធាថៃបានចាប់ផ្ដើមវាយសន្ធាប់យ៉ាងខ្លាំងដោយប្រើប្រាស់កាំភ្លើងពីចម្ងាយនិងរថក្រោះនៅភូមិសាស្ត្រប្រាសាទព្រះវិហារនិងប្រាសាទតាមាន់ម៉ោង 14:20 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់នៅភូមិសាស្ត្រអូកូនតឹងស្រុកវ៉ារិនខេត្តសៀមរាបម៉ោង 16 យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំនិងកាំជ្រួចវង DTI-2 ពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារម៉ោង 17 យោធាថៃបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារតាថាវនិងភ្នំខ្មោចនិងបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់ជប់កគីនិងក្រុងសំរោង 2. ស្ថានភាពជួរមុខនៅសមរភូមិទិសយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងភាគីថៃនៅតែបន្តបាញ់ប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់ពីម៉ោង 17 ល្ងាចថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2025 រហូតដល់ម៉ោង 17 ល្ងាចថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2025 ថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2025 ចាប់ពីម៉ោង 18 ថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2025 ដល់ម៉ោង 7 ថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2025 យោធាថៃបានបន្តបាញ់ផ្លោងចំនួន 45 គ្រាប់និងបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន 15 គ្រាប់ចូលភូមិសាស្ត្រស្រុកថ្មពួកខេត្តបន្ទាយមានជ័យម៉ោង 19:23 នាទីយោធាថៃបានបាញ់ភ្លើងបំភ្លឺលើភូមិសាស្ត្រភូមិជោគជ័យម៉ោង 21:08 នាទីយោធាថៃបានប្រើដ្រូនស៊ើបការហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រភូមិជោគជ័យម៉ោង 22:54 នាទីយោធាថៃបានបាញ់ផ្លោងចំនួន 3 គ្រាប់ចូលភូមិសាស្ត្រឃុំតាស្ដាស្រុកសំពៅលូនខេត្តបាត់ដំបងថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2025 ម៉ោង 4:35 នាទីទៀបភ្លឺយោធាថៃបានចាប់ផ្ដើមបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃច័ន្ទចាប់ពីម៉ោង 6:08 នាទីដល់ម៉ោង 7:15 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ចំនួន 40 គ្រាប់ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យដើម្បីបំផ្លិចបំផ្លាញនិងគំទេចលំនៅឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោលអមនុស្សធម៌
និងរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរចាប់ពីម៉ោង 7 ដល់ម៉ោង 14:30 នាទីយោធាថៃបានបាញ់ផ្លោងចូលប្រមាណ 110 គ្រាប់ចូលភូមិសាស្ត្រភូមិព្រៃច័ន្ទឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យចាប់ពីម៉ោង 7 ព្រឹកដល់ម៉ោង 14:30 នាទីរសៀលយោធាថៃបានបាញ់ផ្លោងប្រមាណ 250 គ្រាប់ចូលភូមិសាស្ត្រភូមិជោគជ័យម៉ោង 7:05 នាទីយោធាថៃបានប្រើប្រាស់ drone ទម្លាក់គ្រាប់បែកចូលភូមិសាស្ត្រភូមិជោគជ័យចាប់ពីម៉ោង 7:20 នាទីដល់ម៉ោង 8:50 នាទីយោធាថៃបានប្រើប្រាស់ drone ស៊ើបការហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រភូមិជោគជ័យម៉ោង 7:26 នាទីយោធាថៃបានបាញ់ផ្លោងនិងប្រើប្រាស់ drone ទម្លាក់គ្រាប់បែកចូលភូមិសាស្ត្រភូមិព្រៃច័ន្ទនិងភូមិជោគជ័យចាប់ពីម៉ោង 7:45 នាទីដល់ម៉ោង 13:15 នាទីយោធាថៃបានបាញ់ផ្លោងចំនួន 46 គ្រាប់ចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ 58 បានរងរបួសនិងខូចខាតទ្រព្យសម្បត្តិផងដែរម៉ោង 7:55 នាទីយោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្ត្រភូមិជោគជ័យចាប់ពីម៉ោង 8:22 នាទីដល់ម៉ោង 9:21 នាទីកងកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថពាសដែកបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យម៉ោង 8:24 នាទីយោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្ត្រភូមិព្រៃច័ន្ទចាប់ពីម៉ោង 9:30 នាទីដល់ម៉ោង 13:55 នាទីយោធាថៃបានបាញ់ផ្លោងចំនួន 50 គ្រាប់ចូលភូមិសាស្ត្រឃុំតាស្ដាស្រុកសំពៅលូនខេត្តបាត់ដំបងម៉ោង 10:45 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យចាប់ពីម៉ោង 13:32 នាទីដល់ម៉ោង 14:12 នាទីយោធាថៃបានប្រើប្រាស់ drone ស៊ើបការហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃច័ន្ទម៉ោង 14:45 នាទីយោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យកងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាននិងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីកម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត